បាទសរសេរបងប្អូនដែលបានមើលវីដេអូនេះថ្ងៃនេះយើងនឹងនាំបងប្អូនមកមើលផ្សារបោះដុំគ្រឿងឡាននៅចិនអញ្ចឹងវីដេអូនេះគឺយើងធ្វើពាក់ព័ន្ធជាមួយគ្រឿងឡានសុទ្ធអញ្ចឹងយើងអត់មានលីឡំអីទេអញ្ចឹងបន្ទាប់ពីយើងមកដល់ផ្សារបោះដុំហ្នឹងហើយពីច្រើនយើង search ទៅលើ A-map អញ្ចឹងយើងបានឃើញកន្លែងបោះដុំគ្រឿងឡានហ្នឹងយើងក៏មកមើលតិចពេលដែលយើងចូលមកដល់ខាងក្នុងហ្នឹងគឺមានច្រើនពាក់ព័ន្ធជាមួយគ្រឿងថ្មីដូចជាភ្លើង LED គ្រឿងតែងឡានសោឡាននេះមានច្រើនអញ្ចឹងពាក់ព័ន្ធជាមួយភ្លើង LED នេះបងប្អូនតែងឡានខ្លះគាត់យកមកច្រើនដែរសមមកថ្មីសេរីដូចឡានអគ្គិសនីឆ្នាំងសាកអគ្គិសនីក៏មានដែរនឹងពីច្រើនគេបោះដុំតែអញ្ចឹងអានេះភ្លើងតាប់ឡូឡានដាក់នៅកន្លែងតាប់ឡូឡានអាហ្នឹងគឺយើងចូលមកដំបូងគឺយើងឃើញហើយកន្លែងហ្នឹងដូចជាមានច្រើនជាន់ហើយអានេះសំពូកឡានថ្មីកាងឡានអីហ្នឹងមានអញ្ចឹងយើងអាចដើរមើលវាច្រើនខ្ញុំមកដល់នេះម៉ោង10ជាងហើយតែមួយកន្លែងខ្លះអត់ទាន់បើកទេអញ្ចឹងនៅនេះបើបងប្អូនមកមើលអាចមកពេលថ្ងៃយល់ល្អមកម៉ោងបាយហើយពីច្រើនគឺបើកមកដូចនេះវិញលក់គ្រឿងច្រើនណាគ្រឿងពីច្រើនគឺកន្លែងបិទស្កុតក៏ត្រូវដែរនេះគឺគ្រឿងបិទស្កុតសម្ភារៈបិទស្កុតឧបករណ៍ហ្នឹងគឺមានកណាត់លាងឡានប្រដាប់បិទស្កុតសម្រាប់ជាន់ទី1ហើយបើនេះវិញដូចគ្រឿងកាប់សាច់មិនហ្នឹងនេះគ្រឿងកាប់សាច់ហើយម៉ែចកោតមានម៉ែចកោតផ្លិតទឹកផ្លិតអីហ្នឹងទៅគ្រឿងមកទឹកហ្នឹងឃើញអត់មានសបកអត់មានសោមនឹងរបៀបដូចគ្រឿងបន្លាស់ឡានណាដូចម៉ែចកោតបូមអីហ្នឹងហើយបើនេះលក់មញ៉េនៅនេះក៏មានច្រើនដែរតែបងប្អូនត្រូវដឹងសេរីព្រោះនេះគេដាក់ឲ្យតេស្តតែគ្រាន់ថាមញ៉េហ្នឹងតេស្តមានអារម្មណ៍រៀងតាក់បែរជាតាមទឹកលុយអញ្ចឹងណាអញ្ចឹងមញ៉េហ្នឹងពេលដែលខ្ញុំសួរគាត់ទៅគាត់ថាយើងអាចកំងបានណាហើយបើនេះកញ្ចក់ក្តោបកញ្ចក់បងប្អូនឃើញហាងខ្លះអត់ទាន់បើកទ្វារទេអញ្ចឹងបើនេះដូចជាពាក់ព័ន្ធមួយរឿងភ្លើង LED ភ្លើងភ្លឺផ្លូវអីហ្នឹងនេះអត់ទាន់បើកទ្វារទេនេះកាមេរ៉ាមើលក្រោយប្រភេទណាក៏មានដែរតែនឹងគុណភាពមិនទេហាងខ្លះអត់ទាន់បើកទ្វារទេអញ្ចឹងយើងដើរមើលខ្ញុំទៅហ្នឹងខ្ញុំត្រូវខ្ញុំរកមើលកន្លែងដោយសារខ្ញុំមានបាញ់ថ្នាំឡានអីអញ្ចឹងខ្ញុំឡើងទៅដល់ពីច្រើនខ្ញុំរកគ្រឿងពាក់ព័ន្ធជាមួយបាញ់ថ្នាំតែអត់សូវមានទេគ្រឿងបាញ់ថ្នាំហើយពីច្រើនមានតែគ្រឿងតែងឡានភ្លើងនេះកើគុយប្រដាប់កើគុយនេះក៏មញ៉េដែរនេះមញ៉េកាមេរ៉ាក្រោយមញ៉េអីហ្នឹងតែបើកន្លែងខ្លះលក់ទំនើបកន្លែងខ្លះលក់អត់សូវទំនើបទេអត់សូវអាប់ដេតទេបានន័យថាលក់ឡានសេរីចាស់អញ្ចឹងណាបើនេះខ្ញុំឆ្ងល់ដំបូងឯគេតែបើអាហ្នឹងអូតូបើកគូតក្រោយបើកអាទ្វារក្រោយហ្នឹងអានេះជាកូតឡានបើតាមខ្ញុំសួរចកូតឡានហ្នឹងគឺបងប្អូនអាចត្រូវការអាចតាក់ទងទៅហើយគេសួរសេរីឡានទៅគេផ្ញើដោយតម្រូវដោតឲ្យយើងឥឡូវគឺស្រួលគេផ្ញើដោយតម្រូវដោតទៅគេធ្វើវីដេអូទៅនឹងថតទៅដូចគេទៅគេអាចរើសេរីឡាននេះជាគៀងសេរីថ្មីដូចជា BM ហើយវាច្រើនគ្រឿងស្ដេះគ្រឿង BM អីហ្នឹងឡានអឺរ៉ុបបាទនេះគ្រឿងបិទស្កុតកន្លែងបោះដុំបិទស្កុតអីហ្នឹងអញ្ចឹងឡើងទៅយកត្រូវហើយបើយើងទិញនេះយើងអាចថាយើងថ្លៃបើដល់ហ្នឹងយើងអាចបើយើងយកច្រើនយើងចរចាតម្លៃបានហើយបើនេះពាក់ព័ន្ធមួយបាសជាមួយកាងក្រោយអានេះកាងលើនេះសម្រាប់ជាន់ក្រោមនេះច្រើនដែរនេះមញ៉េទៀតនេះនេះមញ៉េសេរីថ្មីបើនេះពាក់ព័ន្ធឡៃលាងឡាននេះស្អីក៏មានដែរមានតាំងពីសាប៊ូមានតាំងពីប្រដាប់ដោះអីហ្នឹងហើយនេះផ្លិតទឹកចឹងសម្រាប់ជាន់ក្រោមហ្នឹងវាច្រើនយើងដើរមើលមួយជុំហ្នឹងវាច្រើនពាក់ព័ន្ធជាមួយសតវញ៉េហើយនេះកាង body ហើយជាមួយគេហៅចាប់ពីក្រោមអាហ្នឹងសម្រាប់យើងលេងហើយយើងមើលទៅឡានយើងរៀងស្ពណ៌ហើយ spoiler ខាងក្រោយអានេះរបស់កម្របរបស់ J2 កង់ស្គួយហ្នឹងនេះកាងលេខស៊ីក៏មានដែរ
កាងលេងឡើងសេរីហ្នឹងអានឹងមានបញ្ចប់អានេះគុំសើមសិនជាបើនេះវិញឆ្កៀងឡាននេះឆ្កៀងអីក៏មានដែរឆ្កៀងលេងមិនឆ្កៀងស៊ីនទេតែជាប្រភេទឆ្កៀងលេងចឹងមើលញាក់សាច់ឆ្កៀងឡានណាយើងសេរីចាយយើងអាប់ដេតឆ្កៀងតិចទៅឃើញថ្មីដូចឡានខ្ញុំទិញម៉ូតូមកដែរដូចជាមួយឈុតអស់100ជាង200មកនេះCamry 07ឆ្កៀងCamry 07 Toyota ចឹងកន្លែងលក់ឆ្កៀងសុទ្ធហ្មងហើយបើយើងយកមួយអីក៏គេលក់ដែរព្រោះឆ្កៀងវាតម្លៃថ្លៃយើងយកមួយក៏លក់ដែរតែយើងត្រូវផ្ញើមកយើងអស់ថ្លៃផ្ញើមកខ្មែរហើយយើងត្រូវតខ្លួនឯងអញ្ចឹងបើឡើយនេះលក់សោសបកសោណាគេចង់បោះដុំសបកសោក៏ត្រូវដែរច្រើនបើនេះក៏អីលេងឡានស្ពណ៌ឡានអីហ្នឹងត្រូវឯងចឹងសម្រាប់មកកងជោនេះបងប្អូនអាចអ្នកលក់គ្រឿងឡានអាចមកមើលបានឬមួយក៏មានបំណងចង់បោះដុំអីយើងអាចមកមើលលេងចឹងណាឥឡូវយើងបានការរស៊ីពេលនេះទៅវិញអញ្ចឹងវាច្រើននេះប្រើ WeChat អញ្ចឹងបើសិនជាបងប្អូនមកនេះបងប្អូនអាចទិញ SIM ចិនហើយយើងបង្កើត WeChat ទៅស្នុកតាក់តងយ៉ាងនេះបើសិនជាមានអ្នកបកប្រែចិនមកមួយល្អអូយអ្នកខ្លះកន្លែងខ្លះអត់ចេះអង់គ្លេសបើបងប្អូនមួយឆ្នាំអគុយគិសនីឡាគិសនីចឹងឡាគិសនីបើសិនជាចង់ទិញខ្លួនឯងក៏បានដែរយកចេះតម្លើងដែរចឹងមកមើលផ្សារនេះហ្នឹងដូច 4-5 ជាន់ខាងលើមានផ្សេងទៀតអញ្ចឹងណារោងចក្រផ្សេងគ្នាចឹងជាន់ទី2ជាន់ទី1ទី2ហ្នឹងមានលក់យ៉ាន់ចឹងបងប្អូនមើលសេរីយ៉ាន់តែយ៉ាន់ហ្នឹងវាchẳngគេឲ្យថតទេគេថតខាងក្រៅបានបើនេះបូមប្រាំងឡានថាសតែថាហ្នឹងសួរទៅរៀងថ្លៃដែរអានេះពងស៊ីម៉ាំងលេងពងស៊ីម៉ាំងលក់ពងស៊ីម៉ាំងសុទ្ធហ្មងហើយនេះកម្រាលជើងហើយកម្រាលជើងហ្នឹងអត់ទាន់បើកទេហាងអញ្ចឹងឥឡូវយើងមកកាហ្វេផឹកអីដោយសារយើងកុំឲ្យវីដេអូវែងពេកអញ្ចឹងមកបងប្អូនមានបំណងចង់មកមើលគ្រឿងឡានហ្នឹងមកផងចូលសបោបើខ្ញុំទៅសិនចិនတော့អត់សូវមានទេតែមកនៅក្រុងជោនេះយើងអាចមកមើលនឹងបានប្រច្រើនគ្រឿងតែឡានស្អីក៏មានដែរតាំងពីគុជឡានគុជអីហ្នឹងមានទាំងអស់ហ្នឹងអ្នកដែលមានបំណងចង់បោះដុំរកស៊ីគ្រឿងឡាននេះហ្នឹងមកត្រូវអញ្ចឹងបន្ទាប់ពីបងប្អូនមកដូចខ្ញុំនិយាយអញ្ចឹងអាចបង្កើត WeChat ទៅវាច្រើនតាក់ទងតាម WeChat អញ្ចឹងការផ្ញើបានផ្ញើអីគឺគេអាចផ្ញើយើងបានហើយសម្រាប់បងប្អូនដែលមើលវីដេអូនេះហើយចង់ដឹងទីតាំងបងប្អូនអាចឆាតក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ទីតាំងឬមួយក៏ខ្ញុំផ្ញើ location ឲ្យអញ្ចឹងណាដើម្បីយើងបង្កើតការរកស៊ីទាំងអស់គ្នាហើយសម្រាប់បងប្អូនមានបំណងចង់ទៅចិនពាក់ព័ន្ធមួយគ្រឿងឡានអាចទៅកន្លែងហ្នឹងបានហើយក្នុងនោះมันមានច្រើនណាស់មិនមែនមានតែប៉ុណ្្នឹងទេមានសបកកង់សបកអីទៅមើលទៅរៀងថ្លៃដែរយើងបូកថ្លៃដឹកថ្លៃអីទៅប្រហែលយើងទិញនៅខ្មែរដែរនឹងចំពោះបងប្អូនដែលត្រូវការសបកកង់ brand ហ្នឹងបើសិនជាយើងល្អយើងប្រើសបកកង់ជាតិរបស់យើងគឺសបកកង់ខ្មែរឡើយមិនច្រើនណាហើយសម្រាប់គ្រឿងឡាននៅក្នុងហ្នឹងដូចជាអ្នកបោះដុំអាចមកគឺបានតម្លៃ special ហ្មងព្រោះពីច្រើនកន្លែងហ្នឹងតាមខ្ញុំសួរយើងយកទៅច្រើនគឺហត់តែមានតម្លៃពិសេសសម្រាប់យើងសំខាន់គឺមានចំនួននៃគេដូចថាយើងយក10តម្លៃផ្សេងយក50តម្លៃផ្សេងយក100តម្លៃផ្សេងអញ្ចឹងណាតែចំពោះរបស់ទូទៅគេតែមករបស់ធំវិញគឺយើងយក1 2ក៏បានដែរចាប់ពី2 3 4 5គូឡើងទៅគឺតម្លៃពិសេសឲ្យយើងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ